នំនេះណាគេដែលចូលចិត្តញ៉ាំផ្អែមហ្មងគឺមកនឹងដឹងត្រូវចិត្តហ្មងភ្នំបាទណាគេដែលគាត់អត់សូវចេះផ្អែមទេអាចនឹងថាញ៉ាំនំនឹងអត់ពាក់កណ្ដាលអញ្ចឹងទៅរៀងទៅលាន់បាទសម្រាប់ខ្ញុំវិញអាចនឹងថាខ្ញុំអត់សូវចេះផ្អែមខ្លាំងហ្មងទេទៅមកល្មមដែរអញ្ចឹងទៅក៏ខ្ញុំទិញ2ដុំហ្មងទៅ2ដុំហ្នឹងគឺខ្ញុំកាត់ជា2ហ្មងរសជាតិពីរផ្សេងគ្នាហើយកាត់ឲ្យយើងដូរគ្នាម្នាក់ម្ខាងអញ្ចឹងដោយសារតែខ្ញុំទៅនេះទៅគ្នា2នាក់ដល់ពេលអញ្ចឹងទៅទិញនំ2រសជាតិកាត់ម្នាក់ពាក់កណ្ដាលអញ្ចឹងទៅចែកគ្នាញ៉ាំបើសិនជាញ៉ាំទាំងមុំហ្មងអាចនឹងថារៀងទៅលាន់តិចដោយសារតែខ្ញុំអត់សូវចេះផ្អែមទេហើយបាទគ្នាខ្ញុំវិញក៏អត់សូវចេះផ្អែមដែរបើសួរថាផ្អែមអញ្ចឹងរសជាតិឆ្ងាញ់អត់គឺរសជាតិឆ្ងាញ់ពេលដែលញ៉ាំទៅនៅហាងគាត់ហ្នឹងក្រៅពីនំហ្នឹងខាងគាត់ក៏មានលក់ជាកាហ្វេដែរហើយគាត់មានលក់ជា set ទេដល់ពេលអញ្ចឹងទៅគ្នាយើងអាចទិញជា set បានអញ្ចឹងចំណេញជាងមុនទៀតអញ្ចឹងចង់ទិញជាមួយក៏បានចង់ទិញជា set ក៏បានដែរខ្ញុំភ្លេចប្រាប់ថានំនៅខាងគាត់ហ្នឹងមានតាមខ្សែតែមានខ្សែធំមួយខ្សែទូចអញ្ចឹងខ្ញុំកំងនេះគឺខ្សែធំហ្មងខ្សែទូចជាមួយនឹងខ្សែធំហ្នឹងគឺតម្លៃវិញគឺខុសគ្នាតែមួយរៀលទេដល់ពេលអញ្ចឹងទៅក៏យកខ្សែធំហ្មងទៅហើយទិញពីររសជាតិកាត់លាយគ្នាហ្មងទៅជាទូទៅហ្មងគេផ្សេងតែញ៉ាំនៅហ្នឹងគឺគេអាចកាត់ទេគឺគេញ៉ាំទាំងមូលអញ្ចឹងហ្មងដោយសារតែនំហ្នឹងគឺគេញ៉ាំតាមប្រទេសដល់ពេលអញ្ចឹងទៅគឺគេញ៉ាំពីខាងក្នុងដល់ខាងក្រៅខ្ញុំនេះក៏ខ្ជិលញញែក៏កាត់ជាពីរហ្មងទៅបានចែកគ្នាញ៉ាំផងសម្រាប់ទីតាំងហាងរបស់គាត់ហ្នឹងគឺនៅ Fun Mall ហ្នឹងឯងទៅនៅជាប់ផ្ទាល់ដីហ្នឹងហ្មងងាយស្រួលហៅហ្មងគឺនៅក្បែរ Starbucks Fun Mall ហ្នឹងហ្មងទៅជិះពី Starbucks ហ្នឹងដើរតែតិចឃើញហាងហ្នឹងឯង